ជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកណាខ្លះចូលចិត្តញ៉ាំពោតលីងដោយសារវីដេអូមុនក៏ខ្ញុំបានធ្លាប់បង្ហាញរួចម្ដងហើយប៉ុន្តែដោយសារតែវីដេអូយូរទៅវាចេះចុះក្រោមហើយឥឡូវសូមលើកវីដេអូនៃការធ្វើពោតលីងពងទាប្រៃម្ដងទៀតតកតងនឹងរបៀបធ្វើក៏អត់ខុសគ្នានឹងវីដេអូមុនផងដែរដោយសារតែចិត្តនឹងចង់ញ៉ាំផងបងយើងយកបង្គាក្រៀមចំនួន3ស្លាបព្រាបាយត្រាំទឹករយៈពេល5នាទីពងទាប្រៃយើងប្រើចំនួន6គ្រាប់គោះយកតែពងក្រហមយើងយកពងក្រហមនោះទៅចំហុយរហូតទាល់តែឆ្អិនបន្ទាប់ពី5នាទីបង្គាក្រៀមយើងស្រង់ចេញវាល្មមនឹងរីក5នាទីហ្នឹងចំពោះស្លឹកខ្ទឹមវិញយើងប្រើក្នុងបរិមាណល្មមអាស្រ័យទៅតាមចំណង់ចំណូលចិត្តធ្វើការហាន់ជាកង់ទុកមួយឡែកសិនចំពោះម្ទេសវិញបងប្អូនចង់ប្រើក៏បានមិនចាំបាច់ប្រើក៏បានតាមចំណង់ចំណូលចិត្តណាពោតខ្ញុំប្រើចំនួន4ផ្លែចំពោះពោតខ្ញុំជ្រើសរើសប្រភេទពោតពណ៌សយកមកធ្វើពោតពណ៌លឿងញ៉ាំអត់សូវឆ្ងាញ់ដូចពោតពណ៌សទេការធ្វើពោតលីងឲ្យមានរសជាតិឆ្ងាញ់បងប្អូនត្រូវជ្រើសរើសពោតដែលមិនខ្ចីពេកហើយក៏កុំចាស់ពេកឥឡូវពងទាប្រៃរបស់យើងបានចំហុយឆ្អិនរួចរាល់អស់ហើយយើងលើកទុកមួយឡែកសិនជាបន្ទាប់មកទៀតខ្ញុំសូមបង្ហាញពីរបៀបនៃការកោសពោតយើងកោសវាតាមជួរវាអញ្ចឹងមកប្រឡេះមកឆាច់គឺងាយស្រួលមែនតើបន្ទាប់ពីយើងបានកោសពោតនោះរួចរាល់អស់ហើយយើងធ្វើការរើសសក់ពោតដែលនៅសល់រើសចេញឲ្យស្អាតតិចមកដំណាក់កាលបន្តមកទៀតបងប្អូនយកទឹកបន្តិចមកធ្វើការប្រោះលើពោតឲ្យសើមនេះជាម្សៅពោតយើងប្រើចំនួន1ស្លាបព្រាបាយកន្លះធ្វើការរោយពីលើហើយយើងច្រវល់ឲ្យសព្វចំពោះការប្រើកញ្ច្រែងនៅពីក្រោមគឺនៅពេលដែលយើងប្រោះទឹកទៅដើម្បីកុំឲ្យទឹកនឹងដក់បើយើងប្រើថាសពេលដែលយើងប្រោះទៅទឹកនឹងវាដក់នឹងថាសដល់ពេលដក់ទៅវាធ្វើឲ្យពោតនិងម្សៅហ្នឹងទៅជាអ៊ីចៃបងប្អូនទស្សនាជាក់ស្ដែងនៅពេលដែលខ្ញុំប្រឡាក់ម្សៅហើយគឺម្សៅហ្នឹងគឺខំជាប់ពោតតែម្ដងហើយនៅពេលដែលយើងដាក់បំពងក៏វាអត់ជាប់គ្នាដែរពងទាប្រៃយើងប្រើ3គ្រាប់សម្រាប់ឆាជាមួយនឹងពោតហើយចំណែក3គ្រាប់ទៀតយើងលាយជាមួយនឹងម្ទេសស្លឹកខ្ទឹមដោយសារតែវីដេអូខ្ញុំអត់បានរីខតជូនទស្សនារីខតដែរតែវាអត់ជាប់បងប្អូនបន្ទាប់ពី5នាទីដែលយើងបានយកពោតនោះប្រឡាក់ម្សៅឥឡូវយើងយកធ្វើការដាក់បំពងចំពោះការដាក់បំពងយើងត្រូវដាក់ប្រេងនោះឲ្យក្តៅសិនណាចំពោះប្រេងយើងប្រើក្នុងបរិមាណល្មមពីព្រោះនៅពេលដែលសល់គឺចោលដោយសារតែការបំពងហើយម្ដងយើងមិនអាចយកមកធ្វើម្ដងទៀតបានទេផុតរយៈពេល4ម៉ោងគឺអស់ប្រសិទ្ធភាពវាអាចនឹងបង្កឲ្យយើងកើតជំងឺផ្សេងដែលនឹកស្មានមិនដល់អញ្ចឹងណានេះជាពោតដែលយើងទើបតែបំពងហើយឥឡូវយើងមកធ្វើការផ្សំគ្រឿងប្រេងខ្យងចំនួន1ស្លាបព្រាបាយអំបិលបន្តិចម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេកន្លះស្ករត្នោត1ស្លាបព្រាកាហ្វេធ្វើការច្របល់កូរឲ្យសព្វចូលជាល្បាយតែមួយទឹកក្តៅយើងប្រើចំនួន2ស្លាបព្រាបាយដោយសារតែរសជាតិរៀងស្ទើរផ្អែមខ្ញុំបន្ថែមស្ករត្នោតបន្តិចទៀតចំពោះរសជាតិបងប្អូនដាក់ទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងណាបន្ទាប់ពីខ្ទះក្តៅយើងប្រើប្រេងឆាចំនួន3វែកនៅពេលដែលខ្លាញ់ក្តៅទើបយើងចាក់ពងទាប្រៃចូលហើយចំពោះពងទាប្រៃយើងប្រើចំនួន3គ្រាប់ទៀតដាក់ចានផ្សេងអញ្ចឹងណាបងប្អូន
យើងស្កប់វាបាយតិចមកបន្ទាប់មកយើងចាប់បង្គាក្រៀមចូលឆាត្រឡប់ចុះត្រឡប់ឡើងបន្ទាប់មកទៀតយើងយកពោតដែលបានបំពងហើយនោះមកចាក់បញ្ចូលគ្នាយើងធ្វើការឆាចុះឆាឡើងតាមបច្ចេកទេសបងប្អូនដែលធ្លាប់មានអញ្ចឹងណាឆារួចចុះឡើងអញ្ចឹងទៅយើងធ្វើការផ្សំដាក់គ្រឿងដែលគ្រឿងយើងបានផ្សំហើយហ្នឹងយកមកចាក់ចូលហើយឆាឲ្យរៀងស្ងួតទឹកបន្តិចទើបដាក់ចូលឥឡូវយើងធ្វើការភ្លក្សរសជាតិចំពោះរសជាតិនេះគឺល្មមមិនប្រៃមិនសាបមិនផ្អែមពោតលីងមួយមុខនេះបងប្អូនបានធ្វើរួចរាល់អស់ហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រ Channel យើងខ្ញុំចំពោះបងប្អូនដែលមានចម្ងល់ទាក់ទងនឹងការធ្វើសូមខមមិននៅខាងក្រោមវីដេអូយើងខ្ញុំនឹងទទួលស្គាល់រាល់ខមមិនរបស់បងប្អូនបន្ទាប់ពីយើងរៀបចំដួសដាក់ចានរួចរាល់អស់ហើយជាចុងក្រោយក៏បន្ថែមជាមួយនឹងពងទាប្រៃម្ទេសស្លឹកខ្ទឹមសម្រាប់ដាក់ពីលើដើម្បីឲ្យពោតរបស់យើងមានរសជាតិឆ្ងាញ់និងមានសោភ័ណភាពបងប្អូនបន្ទាប់ពីយើងបានរៀបចំរួចរាល់អស់ហើយយើងមកភ្លក្សរសជាតិទាំងអស់គ្នារសជាតិគឺឆ្ងាញ់ណាស់បងប្អូនដោយសារយើងប្រើពងទាប្រៃនិងបង្គាក្រៀមច្រើនអរគុណសម្រាប់ការទស្សនាកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាជម្រាបលា